Ok, chuyện xưa là cái sự sai nào kia, ngày này tôi cảm mời record tới cho mình một project mới để tới cho mình ca và cả email configuration, so chúng mình capability chấp đầu ngọc này là muốn tới chẳng chỉ là bốn những cái cho chúng mình những cái sign in chúng mình name chip những sân nào này. Ok, ok, chẳng nhầm xong tôi cả bao chúng mình listen nhầm click bao hỏi. Ok, dừng lại tới. Vậy mũi cả sập, bốn cả sập. Ok, let's go. Ok, chẳngដើម្បីធ្វើការបង្កើតបានយើងចូលទៅកាន់ hosting list មកអូខេអញ្ចឹងយើងចូលទៅកាន់ control panel របស់យើងមកអូមិន control panel នេះគេហៅថា cPanel អូខេកាន់និយាយយូរ sorry guys អូខេអញ្ចឹងនៅក្នុងនេះយើងធ្វើការចូលជាមួយនឹង email មួយមកemail account this one អូខេអញ្ចឹងធ្វើការចុច create មកអូខេអញ្ចឹងចំពោះកន្លែងនេះយើងធ្វើការដាក់ឈ្មោះអ្នកនរគ្នាមកខ្ញុំដាក់ឈ្មោះ SR ហើយពួក password អ្នកគ្នាដាក់ password អ្នកគ្នាមកអូ sorry កាន់ by you okay enter the strong password bro what the heck this password is strong wait ខ្ញុំសាកទៅហ្នឹងអានេះវាឲ្យយើងដាក់ password is strong it's not strong enough អូខេទៅកាន់ note មួយសិនអូខេ password ស្អីទៅនេះពេលយើងទៅការចុច create មកអូខេអញ្ចឹងយើងឃើញជាមួយនឹងអានេះហើយអូខេអញ្ចឹងយើងធ្វើការឆែកជាមួយនឹង outlook យើងធ្វើការ add ជាមួយនឹង outlook របស់យើងមកoutlook this one ទីខ្ញុំបើក outlook ហ្នឹងណាខ្ញុំសារដាក់ជាមួយនឹងនេះរបស់យើងសិនhold on អ្នកគ្នាអញ្ចឹងកន្លែងនេះធ្វើការចុចជាមួយនឹង file នេះមកហើយយើងធ្វើការចុចជាមួយនឹងការ add account ថ្មីមួយមកកន្លែងនេះយក account setting មកគេអញ្ចឹងយើងដាក់ new នេះមកហើយធ្វើការ add ជាមួយនឹង account របស់យើងមិញមក I think this is gonna work អូខេចូល IMAP មកអូខេអញ្ចឹងកន្លែងនេះយើងធ្វើការដាក់ជាមួយ password របស់យើងមិញមកព្រោះ password នេះខ្ញុំធ្វើការដូរឥឡូវសារនេះខ្ញុំដាក់ចោលសិនទេអូខេធ្វើការ connect ធ្វើការ connect វាសិនមកអូខេអញ្ចឹងកន្លែងនេះយើងយកពាក្យ yes មកដូចអត់អីទេយើងចុច done ទៅ no not this one អូខេនៅពេលដែលយើងបង្កើតបានហើយគឺវានឹងចេញនៅកន្លែងនេះ so ដើម្បីធ្វើការ test វាបានយើងធ្វើការចូលជាមួយនឹង app មួយនេះទៅយើងធ្វើការ add new មក new email យើងចង់ send ទៅណាគេអញ្ចឹងខ្ញុំចង់ send ទៅខ្លួនឯង wait ខ្ញុំសាក test ទៅខ្លួនឯងសិនហើយកន្លែងនេះខ្ញុំដាក់ថា hello email configurations គេធ្វើការ send មួយមកអូខេអានេះរងចាំហើយជា10វិនាទីវានឹងធ្វើការចេញមកហើយអូខេអញ្ចឹងវាបានចេញមកហើយអញ្ចឹងនៅក្នុងនេះវារៀង slow តិចចាំតែខ្ញុំសុំមើលសិនវាដូចជាអត់តន់ load ទេវា load មកហើយនេះប៉ុន្តែនេះអ្នកគ្នាខ្ញុំ save វានេះ hello email configurations អូខេអញ្ចឹងដើម្បីធ្វើការ send ជាមួយនឹង email ទៅកាន់អ្នកផ្សេងវិញយើងធ្វើការដាក់ជាមួយនឹងកន្លែងនេះមកកន្លែងនេះគឺជាកន្លែងមួយដែលអ្នកគ្នាអាចធ្វើការដាក់ជាមួយនឹងឈ្មោះ email របស់អ្នកគ្នាដែលចង់ send ទៅអញ្ចឹងធ្វើការដាក់ជាមួយនឹង hello world អីចឹងទៅធ្វើការចុច send មកអូខេអញ្ចឹងនៅក្នុងនេះវានឹងឆាតទៅកន្លែង inbox នេះហើយអូខេ shit vậy xong tí nào thầy
អាចនឹងវាមកដល់កន្លែងហ្នឹងអញ្ចឹងប្រហែលជាវាអត់ចូលកន្លែងហ្នឹងទេវាទៅចូលទៅ email ដែលនៅក្នុងនេះវិញអូខេខ្ញុំគិតថាវាចូលនៅក្នុង email មួយនេះអូខេអញ្ចឹងwait a minute trash spam អូខេនេះអ្នកគ្នានៅពេលដែលគ្នានេះទៅវាចូលនឹងចូលទៅកន្លែង spam នេះហើយចឹងតាមមិនរត់ឃើញអូខេអញ្ចឹងចំពោះកន្លែងនេះដែរគឺចំពោះដែលអ្នកចំពោះ account ថ្មីគឺវានឹង load ចូលទៅកាន់ spam នេះហើយអញ្ចឹងអ្នកគ្នាដែលអូខេអញ្ចឹងខ្ញុំសូមណែនាំអ្នកគ្នាតិចដោយសារតែឥឡូវហ្នឹងមានភាគរយច្រើនគឺ scam តាម spam នេះអញ្ចឹងខ្ញុំសូមឆែកមើលនេះសិនចាអញ្ចឹងចំពោះ email របស់ខ្ញុំក៏មានអ្នក spam ច្រើនដែរអញ្ចឹងគឺជា email ដែលថ្មីតែបង្កើតមកទេអញ្ចឹងអូខេអញ្ចឹងចំពោះវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាសម្រាប់ការមើលវីដេអូនេះពីដើមដល់ចប់យើងជួបគ្នានៅក្នុងការងារក្រោយអូខេបាយបាយ